ខ្ញុំបាទឈ្មោះសំណុំសរុតឈ្មោះដើមសរុតម៉ារិនលីនហើយលៀនសពថ្ងៃជាកណយករនៅធនាគារឯកជនមួយក្នុងរាជធានីភ្នំពេញឪពុកឈ្មោះសរុនសរុតមុនថ្ងៃ17ខែមេសាឆ្នាំ1975ជាមេបញ្ជាការផ្នែកសឹករងថ្មពួកទទួលអនិច្ចកម្មក្នុងរបបប៉ុលពតដោយសារត្រូវពួកខ្មែរក្រហមសម្លាប់ម្ដាយឈ្មោះសំណុំជាកលិនុបដ្ឋជាការរដ្ឋបច្ចុប្បន្ននៅរស់ខ្ញុំមានបងប្អូនម្នាក់ស្លាប់ក្នុងរបបប៉ុលពតដោយជំងឺគ្រុនចាញ់និងម្នាក់ទៀតស្លាប់ដោយការចងកំហឹងនិងខ្មែរក្រហមហើយចូលធ្វើទាហានតាមសងឈាមជូនលោកឪពុកខាងក្រោមនេះជារឿងរ៉ាវរបស់គ្រួសារខ្ញុំជាអ្នកភូមិច្បាប់អំពើលំនៅឋានស្ថិតនៅខាងជើងវត្តពោលព្រះបាទហើយវត្តច្បាប់អំពើប្រមាណ150ម៉ែត្រហេតុការណ៍ចម្លែកមួយបានកើតឡើងនៅវេលាម៉ោង2រសៀលថ្ងៃទី15ខែមេសាឆ្នាំ1975ខ្ញុំបានឃើញប្រជាជនដែលរស់នៅឃុំវាលស្បូវនិងឃុំព្រែកឯងធ្វើដំណើរពពាក់ពពូនទូរែកទឹកមុខស្រពាប់ស្រពោនលីឡំនឹងទាហានលន់នល់ប្រដាប់ដោយអាវុធដើរកាត់មុខផ្ទះយើងខ្ញុំក៏សាកសួរមីងម្នាក់ដែលកំពុងធ្វើដំណើរក្នុងចំណោមនោះថាមីងមកពីខាងណាគាត់ឆ្លើយដោយក្រៀមក្រំលីឡំនឹងក្តីតក់ស្លុតមកពីវាលស្បូវពួកវាមកដល់ហើយខ្ញុំឆ្ងល់នឹងរិះគិតចំពោះចម្លើយយ៉ាងខ្លីនេះខ្ញុំដើរចូលមកក្នុងរបងវិញឃើញម្ដាយរបស់ខ្ញុំម្ដាយធំបងថ្លៃនិងជីដូនជូរីកំពុងពិភាក្សាគ្នាម្ដាយខ្ញុំក៏ប្រាប់ថាកូនឆាប់ទៅរៀបចំអីវ៉ាន់ខ្ញុំស្លុតគ្រាដែលបានឮបង្គាប់នេះម្ដាយខ្ញុំពិភាក្សាជាមួយបងថ្លៃខ្ញុំជាអនុសេនីយ៍តូនៃអគ្គសេនាធិការកងទ័ពជាតិថាតើត្រូវធ្វើអ្វីខណៈនេះប្រហែលជាមានតែខ្ញុំម្នាក់ទេដែលមានបញ្ហាច្រើនពីព្រោះបងនិងប្អូនខ្ញុំនាំគ្នារៀបចំអីវ៉ាន់រៀងៗខ្លួនដោយមិនខ្វល់សួរដេញដោលអ្វីទាំងអស់បងថ្លៃខ្ញុំបានប្រាប់ថាប្អូនត្រូវដោះសម្លៀកបំពាក់នេះចេញរួចស្លៀកពាក់ទាហានព្រោះយប់វាមើលយើងមិនច្បាស់តាមបង្គាប់បងថ្លៃខ្ញុំស្ទុះវឹងទៅលើផ្ទះដោយដោះសម្លៀកបំពាក់ចេញរួចជំនួសដោយសម្លៀកបំពាក់ត្រីអ៊ីវិញម៉ោង4រសៀលស្ថានភាពកាន់តែជ្រួលច្របល់ខ្លាំងឡើងវងមនុស្សច្រាលពីវាស្បូវនឹងព្រែកឯងកាន់តែច្រើនឡើងមិនខុសពីអ្នកនៅក្នុងផ្ទះខ្ញុំដែរក្នុងខណៈនោះខ្ញុំនឹកឃើញសុបិនកាលពី3យប់មុនដែលបានឃើញអ្នកភ្នំពេញទាំងអស់មានសម្លៀកបំពាក់រយាទូរែកអីវ៉ាន់ដើរចេញពីភ្នំពេញបន្ទាប់មកក៏ឃើញរូបភាពដដែលនឹងដើរត្រឡប់ចូលភ្នំពេញវិញម៉ោងប្រហែល5ល្ងាចស្ត្រីចំណាស់ម្នាក់ភៀសខ្លួនមកពីខេត្តតាកែវបានប្រាប់ម្ដាយខ្ញុំថានៅតំបន់រំដោះលំបាកវេទនាខ្លាំងណាស់គេឲ្យយើងធ្វើការទាំងថ្ងៃទាំងយប់ក្មេងតូចឲ្យកើបលាមកគោតាមស្រែបរិភោគមិនគ្រប់គ្រាន់ពួកគេនឹងយកយើងទៅសម្លាប់បើដឹងថាយើងជានិស្សិតមន្ត្រីរដ្ឋការឬអ្នកមានទាហានដូច្នេះសូមលោកស្រីកុំប្រាប់ការពិតបើពួកវាសួរត្រូវលាក់ការឲ្យបានចិត្តប្រាប់ពួកវាថាជាកម្មករលីសែងឬធាក់ស៊ីក្លូទើបរួចខ្លួនប្រាប់រួចគាត់ក៏ចាក់ចេញទៅភ្លាមនោះម្ដាយរបស់ខ្ញុំបានបញ្ជាក់ឡើងវិញថាឲ្យធ្វើតាមបណ្ដាំនេះដោយនាំគ្នាធ្វើកោធ្វើថ្លង់ជីដូនរបស់ខ្ញុំបន្ថែមថាមានផ្ទះគ្មានមនុស្សនៅមានផ្លូវគ្មានមនុស្សដែរបាយមួយគ្រាប់ជាប់កន្ទុយឆ្កែដណ្ដើមគ្នាស៊ីចៅត្រូវដាំល្ងនិងដាំកើដល់វេលាហើយបើរត់ត្រូវរត់ទៅទិសឦសានទើបបានសុខយើងយល់ពីអ្វីដែលជីដូនមានប្រសាសន៍ដើមគោគឺកុំនិយាយអ្វីបើគេសួរដើមល្ងគឺមិនចេះអ្វីស្រស់ស្រូបបរួចយើងបាននាំគ្នាជញ្ជូនអីវ៉ាន់ចូលលេនដ្ឋានដែលធ្វើយ៉ាងមាំដោយពលទាហានរបស់ឪពុកខ្ញុំថ្ងៃដេកល្មមភាពងងឹតក៏មកដល់ហើយភ្លើងអគ្គិសនីក៏ដាច់ម៉ោងប្រមាណជា 6:30 ឬ 6:40 សន្ធឹកក្របកំភ្លើងធំរបស់ទាហានរដ្ឋាភិបាលបានទម្លាក់ស្រោចមកលើភូមិច្បារអំពើក្របទាំងនោះបានបាញ់ចេញពីបន្ទាយទាហាននៅផ្សារក្បាលថ្នល់ពីបុលដេញនិងពីស្តាតចាស់ក្របធ្លាក់ជុំវិញផ្ទះផ្ទុះដូចលាជការវាប្រយុទ្ធគ្នាយ៉ាងចាស់ដៃរវាងទាហានសាធារណរដ្ឋនិងពួកខ្មែរក្រហមក៏ផ្ដាំឡើងនៅត្រង់ផ្សារច្បារអំពើនៅខាងមុខនិងនៅជុំវិញផ្ទះការបាញ់តគ្នាកាន់តែខ្លាំងដោយគ្រាប់ M79 ជាច្រើនរយគ្រាប់បានធ្លាក់ក្បែរផ្ទះខ្ញុំគេងក្នុងអង្រឹងទាហានក្បែរលេនដ្ឋានបងថ្លៃរបស់ខ្ញុំត្រៀមលក្ខណៈការពារខ្លាចក្រែងទាហានខ្មែរក្រហមវាប្រហារខ្ញុំគិតថាខ្មែរក្រហមវាពិតជាបានឃើញខ្ញុំនិងបងថ្លៃរបស់ខ្ញុំព្រោះថាយន្តហោះរដ្ឋាភិបាលបានទម្លាក់ភ្លើងបំភ្លឺប្រើក្នុងសមរភូមិវាលាយប់ចំពីលើផ្ទះរបស់ខ្ញុំក្របកំភ្លើងរ៉ុកែត B40 របស់ខ្មែរក្រហមរត់ឆ្លងកាត់ពីលើលេនដ្ឋានទៅបុកគុំឫស្សីក្រោយផ្ទះផ្ទុះក្តាំងខ្ញុំមិនទាន់តក់ស្រុតអ្វីទាំងអស់លុះម៉ោងប្រហែល10យប់ក្របរ៉ុកែតមួយគ្រាប់បានធ្លាក់ចំផ្ទះលោកអនុសេនីយ៍តូម្នាក់ដែលនៅខាងត្បូងផ្ទះអណ្ដាតភ្លើងក៏ឆាបឆេះឡើងជើងនាំគ្នាស្ទុះទៅជួយពន្លត់ដោយភ្លេចគិតថាមច្ចរាជកំពុងបញ្ចេញចង្គមដាក់ក្របបំភ្លឺសមរភូមិលើកទី3ធ្លាក់ចំពីលើភូមិយើងនៅប្រមាណជាម៉ោង 1:15 នាទី
ភ្លឺដូចថ្ងៃធ្វើឲ្យខ្មែរក្រហមបាញ់គ្រាប់ M79 មួយគ្រាប់សម្ដៅបងថ្លៃខ្ញុំប៉ុន្តែគ្រាប់នោះបែរជាមកធ្លាក់ចំមាត់លេនឋានខ្ញុំបង្ខំចិត្តទម្លាក់ខ្លួនពីលើអង្រឹងមកក្រាបជាប់នឹងដីឯបងថ្លៃខ្ញុំដៃកាន់កំភ្លើងរះចុះរះឡើងដើម្បីបំភាន់ភ្នែកសត្រូវម៉ោង 4 ទៀបភ្លឺនាថ្ងៃទី 16 ខែមេសាឆ្នាំ 1975 បងថ្លៃខ្ញុំបានសុំឲ្យអ្នកទាំងអស់គ្នាចេញពីលេនឋានកាន់អីវ៉ាន់ម្នាក់មួយបង្វិចរត់កាត់ភ្លៀងគ្រាប់M79 សម្ដៅផ្ទះធំរបស់យើងនៅខាងមុខដល់ក្រោមផ្ទះយើងនាំគ្នាយកតុកៅអីរៀបជារបាំងការពារគ្រាប់រួចក៏នាំគ្នាក្រាបខ្លះដេកឯខ្ញុំដេកកោយសក្ដោម៉ោង 5:30 នាទីភ្លឺគ្រាប់ M79 ដែលទំនងជាខ្មែរក្រហមបាញ់សម្ដៅសម្រាប់ខ្ញុំបានមកប៉ះនឹងសសរផ្ទះដែលខ្ញុំគេងក្បែរនោះផ្ទុះក្តាំងភ្លើងបែកផ្កាភ្លើងប្រងព្រាតលាឡំនឹងសម្លេងស្រែករបស់យើងរាល់គ្នាផ្សែងក្របរលាយអស់ម្ដាយខ្ញុំសួរថាមានអ្នកណាត្រូវទេមនុស្សទី1ដែលឃើញភ្លាមនោះគឺបងប្រុសត្រូវអំបែងក្របចំកណ្ដាលថ្ងាសឈាមហូរសស្រាក់យកផ្ទៃមុខម្ដាយខ្ញុំបានយកកន្ត្រៃពេទ្យឆ្កឹះអំបែងក្របចេញរួចក៏រុំបន្ទាប់មកលោកយាយត្រូវត្រកៀកស្ដាំចំណែកខ្ញុំត្រូវកែងដៃពីចំណុចខ្ញុំក៏លើកបង្ហាញម្ដាយខ្ញុំឈាមហូរស្រោចភ្លាមដែរទៅទឹកជោកអាវនឹងខោត្រីអ៊ីរបស់ខ្ញុំកំតិចក្របចូលដល់ឆ្អឹងម្ដាយខ្ញុំគ្មានមធ្យោបាយជួយកូនបានឡើយទាំងអស់គ្នាកំពុងព្រួយបារម្ភពីរបួសខ្ញុំរំពេចនោះម្ដាយខ្ញុំស្រែកផ្លាត់សម្លេងថាពួកវាមកដល់ហើយភ្លាមនោះបងស្រីស្រវាបោចសាក់ចេញពីទ្រូងរបស់ប្តីគាត់និងកន្ត្រាក់អាវចេញឯបងប្រុសទាញកំភ្លើងរុញលាក់ទៅក្រោមតុពួកខ្មែរក្រហម2នាក់ចូលមកដល់បាញ់បងថ្លៃខ្ញុំ2គ្រាប់ដួលស្លាប់ភ្លាមចំណែកខ្ញុំគាំងស្មារតីឈរលើកដៃដោយខ្មែរក្រហមម្នាក់ភ្ជង់ជាប់ដោយកំភ្លើង AK47 ខ្មែរក្រហមនោះឯឈាមនៅតែហូរឥតឈប់ទៅទឹកជោកសម្លៀកបំពាក់ត្រីអ៊ីខ្មែរក្រហមនោះវាសម្លុតសួរខ្ញុំហែងជាកំងដូអាមេរិកាំងឬខ្ញុំឆ្លើយភ្លាមដោយភ្ញាក់ផ្អើលទេខ្ញុំជាសិស្សភ្លាមនោះដែរខ្ញុំហាក់ដូចជាលឺសំឡេងម្ដាយខ្ញុំលើវើយក្នុងត្រចៀកថារត់ទៅកូនស្វាងស្មារតីខ្ញុំគៀងចុងកណុងយមបាលរួចរត់វឹងចេញទៅក្រៅរបងឃើញខ្ញុំរត់បងប្អូនអ្នកម្ដាយជីដូនទាំងអស់គ្នារត់តាមពីក្រោយបន្ទាន់គ្នាភ្លាមខ្មែរក្រហម2នាក់នោះវាអត់តាមយើងទេដោយភ័យនឹងគ្រាប់ធ្លាក់បងប្រុសរបស់ខ្ញុំដែលមានរបួសនិងប្អូន2នាក់ក៏រត់បែកខ្ញែកទៅទិសខាងជើងតាមផ្លូវឆ្ពោះទៅទួលតឹងរួមទាំងអ្នកភូមិផងរបងជាមួយជាច្រើនអ្នកទៀតចំណែកខ្ញុំជីដូនបងស្រី2នាក់ម្នាក់ពោក្មួយអាយុ6ខែម្ដាយធំនិងម្ដាយខ្ញុំរត់ទៅតាមផ្លូវត្រង់ទៅមុខរត់បានប្រមាណជា80ម៉ែត្រពីផ្ទះខ្ញុំជួបនឹងខ្មែរក្រហម2នាក់ដោយប្រថុចញុច2នាក់នោះស្លៀកពាក់ខ្មៅប្រដាប់ដោយកំភ្លើងអាកាសាច់ឈាមសេកស្លាំងអង្គុយបឺតបារីនៅលើកៅអីបងឃើញខ្ញុំវាភ្ញាក់ជ្រុះបារីពីមាត់ស្រវាកំភ្លើងភ្ជង់តម្រង់មកខ្ញុំម្នាក់ស្រែកថាកំបាញ់ទៅមុខទៀតខ្ញុំផុតពីគ្រោះថ្នាក់ជាលើកទី2រត់បាន 4-5 ជំហានទៅមុខខ្ញុំក្រឡេកមកក្រោយឃើញខ្មែរក្រហមម្នាក់ភ្ជង់ម្ដាយខ្ញុំហើយសម្លុតថាងែងស្ដាយជីវិតឬស្ដាយបង្វិចម្ដាយរបស់ខ្ញុំលុតចង្គង់សំពះអង្វរវាឲ្យទុកជីវិតទាំងឆ្លៀតស្រែកឲ្យកូនរត់ទៅសម្រាប់ម្ដាយខ្ញុំរួចយោធាខ្មែរក្រហមសម្រុកចូលទៅក្នុងរបងផ្ទះខ្ញុំយើងទាំងអស់គ្នាខំប្រឹងរត់រហូតដល់ព្រៃរបស់ក្បែរវត្តច្បារអំពើហើយបានប្រទះឃើញសាកសពស្ត្រីម្នាក់អាយុប្រមាណជា35ឆ្នាំដេកស្លាប់ជាមួយកូនតូចអាយុប្រមាណ2ខួបស្លាប់ដោយមានស្នាមចាក់នឹងកំបិតចំពោះទង់សរសាច់យើងធ្វើដំណើរទៅមុខទៀតកាត់ព្រៃរបស់ឆ្លងព្រែកបានមកដល់វត្តសំរោងបានមកដល់វត្តសំពូងមនុស្សច្រើនពាន់នាក់មកពីគ្រប់ច្រកល្ហកដើរពពាក់ពពូនតាមផ្លូវខ្លះអូសសពឪពុកឬកូនរកទីគូសំដើម្បីកប់គ្រួសារខ្ញុំអង្គុយក្រោមកត់លោកកងពាត់ជុំវិញខ្ញុំកុំឲ្យខ្មែរក្រហមឃើញយូរម្ដងពួកវាស្រែកថាមានទាហានលន់នល់ទេស្ងាត់គ្មានចម្លើយម៉ោងប្រហែល 9 ព្រឹកយន្តហោះរដ្ឋាភិបាលនៅហោះឆ្វែលចុះឆ្វែលឡើងពីលើតំបន់នេះយូរម្ដងក្របដេការបស់កងកម្លាំងម៉ារីននៅមានធ្លាក់ក្រាំងនៅឡើយគ្រួសារខ្ញុំបន្តដំណើរទៅទៀតដោយឆ្លងកាត់ដៃទន្លេមកដល់វត្តក្តីតកុយដើរហួសវត្តបន្តិចមានពួកខ្មែរក្រហម5 ទៅ 6 នាក់អង្គុយក្នុងរោងលក់នំក្បែរផ្លូវមានកំភ្លើងយន្ត M30 មួយដើម AK3 ដើមនិងសម្ភារៈពេទ្យខ្មែរក្រហមម្នាក់សម្បល់សខ្ពស់ស្រឡះទឹកមុខស្លូតបូតសួរខ្ញុំថាមិត្តត្រូវរបួសឬខ្ញុំឆ្លើយទៅវិញថាបាទត្រូវរបួសខ្មែរក្រហមរូបនោះហៅខ្ញុំឲ្យចូលទៅក្នុងលាងរបួសនិងចាក់ថ្នាំខាត់ឈាមឲ្យមួយមជុលយើងបន្តដំណើរទៅទៀតបងស្រីខ្ញុំយំអស់ទឹកភ្នែកគាត់វង្វេងវង្វាន់អស់ហើយដល់មុខវត្តប្រជុំវងខ្មែរក្រហមម្នាក់បានឃើញខ្ញុំប្រហែលជាវាគិតថាខ្ញុំជាទាហានដូច្នេះវាក៏តាមចាប់ខ្ញុំរត់កាត់វងមនុស្សណែនតាមតាប់ដើម្បីគេចពីពួកខ្មែរក្រហម
ខ្ញុំរត់កិច្ចលុះត្រាតែដល់វត្តជ្រោយអំពិលក៏ត្រូវបានមីងម្នាក់យកអាសាដោយអូសខ្ញុំឲ្យចូលពួនក្នុងផ្ទះរបស់គាត់បានដាត់ដានខ្ញុំត្រឹមនេះទៅខ្ញុំរួចពីស្លាប់លើកទី3នៅវេលាម៉ោងប្រហែលជា 1:20 នាទីយើងក៏បានជួបជុំគ្នាឡើងវិញតាមផ្លូវជាតិដែលយើងបានធ្វើដំណើរមកខ្ញុំប្រទះឃើញសាកសពជាច្រើនខ្លះជាទាហានខ្លះជាប្រជាពលរដ្ឋខ្លះហើមខ្លះពុំទាន់ហើមខ្លះទៀតត្រូវរបួសធ្លាយពវៀនគ្មានពេទ្យជួយទាហានខ្មែរក្រហមដើរជាពីជួរអមសងខាងផ្លូវឡើងមកភ្នំពេញនៅលើអាកាសយន្តហោះឆ្វែលចុះឆ្វែលឡើងហាក់អបអរដល់ពួកតមិលប៉ុន្តែពួកម៉ារៀននៅបាញ់ដកដាក់ខ្សែតបខ្មែរក្រហមនៅឡើយយប់ថ្ងៃ14ដល់10យប់ថ្ងៃ16ខែ4យើងសម្រាកក្រោមផ្ទះអ្នកស្រុកនៅភូមិតាព្រំនៅពេលយប់យើងសម្រាកនៅក្រោមផ្ទះអ្នកស្រុកនៅភូមិតាព្រំយើងគ្មានបាយញ៉ាំទេព្រឹកឡើងនៅថ្ងៃទី17មេសា 1975ខ្មែរក្រហមបានកាន់កាប់ទីក្រុងភ្នំពេញអ្នករស់នៅទីក្រុងភ្នំពេញត្រូវបានបណ្តេញចេញក្រៅក្រុងទាំងអស់ពេលនោះអង្គការបានអនុញ្ញាតឲ្យប្រជាជនឲ្យប្រជាពលរដ្ឋទាំងឡាយស្វែងរកស្បៀងអាហារគ្រួសារខ្ញុំលើកលែងតែខ្ញុំជីដូននិងបងស្រីក្រៅពីនោះនាំគ្នាត្រឡប់ទៅផ្ទះយកបានខោអាវ5ទៅ6ការុងអង្គអំបិលជាច្រើននៅភូមិតំព្រំនេះយើងឃើញសោកនាដកម្មច្រើនឥតកណនាអ្នកខ្លះអត់ដង្ហើមឲ្យស្លាប់គ្រួសារខ្លះនាំគ្នាចូលឡានបិទកញ្ចក់សិនរួចបើកចុះទន្លេខ្លះយំបោកខ្លួនលុះត្រាតែស្លាប់ព្រោះប្រត់គ្រួសារអស់ខ្លះទៀតរងរបួសធ្ងន់ដេកដល់ស្លាប់ព្រោះគ្មានថ្នាំព្យាបាលខ្លះត្រូវអង្គការជងបណ្ដាយកទៅអ្នកខ្លះត្រូវបាញ់សម្លាប់ឆៅដោយសារតវ៉ាជាមួយអង្គការគ្រួសារខ្លះនាំគ្នាអង្គុយអត់ដង្ហើមដល់ស្លាប់ក្នុងរថយន្តអ្នកខ្លះលុតទឹកសម្លាប់ខ្លួនពួកអង្គការខ្មែរក្រហមបានប្រកាសឲ្យអ្នករដ្ឋការសិស្សនិស្សិតចុះឈ្មោះទៅទទួលសម្ដេចឲ្យធ្វើការតាមតួនាទីពេលនោះខ្លះធាក់ស៊ីក្លូសោះទៅចុះឈ្មោះប្រាប់អង្គការថាសាក់5ឯគ្រួសារខ្ញុំធ្វើមិនដឹងមិនឮថ្ងៃមួយយើងបានឃើញពួកថ្នាក់លើអង្គការនោះជិះរថយន្តសៀបឆ្លងកាត់ភូមិម្ដាយខ្ញុំឃើញមនុស្សម្នាក់ដែលគាត់ស្គាល់ការនៅរៀនជាមួយគ្នាស្គាល់ច្បាស់គាត់ប្រាប់ថាវានោះឈ្មោះសឡុតសថ្ងៃក្រោយមកទៀតបានជួបជួនជឿនអ្នកម្ដាយប្រាប់ថាវានឹងធ្លាប់បបួលម៉ាក់រត់ចូលព្រៃធ្វើបដិវត្តនៅពាក់កណ្ដាលខែឧសភាគ្រួសារខ្ញុំត្រូវអង្គការដឹកជំនះតាមកណូតឈ្មោះផ្កាយព្រឹកចេញពីតាព្រំទៅមាត់ក្រសាដល់មាត់ក្រសាលយើងធ្វើដំណើរដោយជើងជញ្ជូនអីវ៉ាន់បណ្ដាក់ដូចខ្យងតាមផ្លូវយើងយកខោអាវដូរអង្គដូរយកត្រីសាច់ក្រាន់បានបរិភោគអស់រយៈពេលជាង10ថ្ងៃក៏មកដល់ព្រែកលួងសម្រាប់នៅទីនោះមួយយប់ព្រឹកឡើងខ្មែរក្រហមបណ្ដេញឲ្យចុះកាណូតនៅពេលឡើងកាណូតយើងបានឃើញស្ត្រីម្នាក់កំពុងយំបោកក្បាលដោយឮថាប្តីត្រូវអង្គការយកទៅសម្លាប់កាលពីយប់មិញឯកូនមកវិញបាត់អស់ទៀតទីបំផុតគាត់ក៏ដាច់ខ្យល់ស្លាប់ក្រោមក្រសែភ្នែកអាណិតអាសូរនៃអ្នករងគ្រោះដូចគ្នានឹងក្រោមសំណោចក្អាកក្អាយរបស់យោធាខ្មែរក្រហមកាណូតបានឆេះម៉ាស៊ីនឈ្មោះទៅកាន់ព្រែកពូយើងឆ្លៀតលើកដៃក្រវីលាភ្នំពេញជាចុងក្រោយដោយក្តុកក្តួលតាមផ្លូវខ្ញុំគិតជានិច្ចថាតើជីវិតយើងរាល់គ្នាទៅជាយ៉ាងណាបាទតាំងពីនាទីដំបូងនៃការមកដល់របស់ខ្មែរក្រហមយើងឃើញតែឈាមនិងទឹកភ្នែកនោះតើភាពរុងរឿងនៅតំបន់រំដោះវាយ៉ាងណាដែរបាទតាមផ្លូវឃើញតែសាកសពនិងភាពអត់ឃ្លានទុក្ខវេទនារបស់អ្នក17មេសាយ៉ាងណានោះយើងធ្លាប់ដឹងឮអស់ហើយខ្ញុំមិនពិពណ៌នាទៀតទេប្រជាជនភូមិភាគបូព៌ាទាំងមូលត្រូវបាក់ចោតប្រកាន់ថាក្បត់ហើយត្រូវពួកនិរដីចូលទៅគ្រប់គ្រងទាំងអ្នកថ្មីទាំងអ្នកចាស់ខ្លះជាអ្នកទោសរបស់អង្គការធ្វើការ24ម៉ោងសម្រាប់រង្គាលដោយសัตว์រហូតមានការតស៊ូកើតឡើងសម្ដេចជាស៊ីមដែលកាលនោះជាអ្នកដឹកនាំមួយរូបនៅពញាក្រែកបានមកបួលខ្ញុំនិងបងប្រុសឲ្យរត់ចូលព្រៃធ្វើការតស៊ូយើងបដិសេធចុងក្រោយអ្នកភូមិខ្ញុំត្រូវជំនះមកសមរភូមិភូមិភាគកណ្ដាលកំពង់ចាមប្រជាជនរាប់ម៉ឺនអ្នកពីភូមិភាគបូព៌ាមកកកកុញនៅកំពង់ចាមខ្លះត្រូវដឹកយកទៅសម្លាប់ជាបន្តនៅថ្ងៃទី1ខែមករាឆ្នាំ1979រយៈពេលនៃការរងចាំកងទ័ពរំដោះបានមកដល់យើងឃើញខ្មែរក្រហមរត់បាក់ទ័ពទាំងវងអ្នកតស៊ូមកដល់ហើយយើងក៏ត្រេកអរហើយក៏គិតភ័យណាស់ដែរពីព្រោះត្រូវរត់គេចពីការវាយប្រយុទ្ធគ្នារវាងពួកខ្មែរក្រហមនិងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិនិងកងទ័ពវៀតណាមជាង1ខែគ្រួសារខ្ញុំបានមកដល់ច្បារអំពើវិញជាង 90% នៃអ្នកភូមិយើងអត់ឃើញត្រឡប់មកភូមិវិញនៅក្នុងខែទី3យើងក៏បានដំណឹងដល់សោកសៅពីកូនទាហានលោកឪពុកដែលនៅរស់ប្រាប់យើងថាឪពុកខ្ញុំបានស្លាប់ដោយសារពួកខ្មែរក្រហមខ្វេះភ្នែកទាំងគូរបស់គាត់ឲ្យក្រពើស៊ី
ជាបញ្ចប់នេះខ្ញុំសូមសួរទៅអារម្មណ៍ខ្មែរក្រហមដែលកំពុងរស់នៅសុខស្រួលសពថ្ងៃនេះថាតើមានអារម្មណ៍ដូចម្ដេចបើយើងជាម៉ែឪជាកូនរបស់អ្នកនោះតើព្រលឹងរបស់ជនរងគ្រោះទាំងអស់ដែលត្រូវបង្ខំឲ្យស្លាប់ទាំងពុំទាន់ចង់ស្លាប់ឬពុំទាន់ដល់អាយុត្រូវស្លាប់អាចបានទៅសុគតិភពទេខ្ញុំសូមគាំទ្រដល់បំណងនៃការនាំយកពួកវាទៅកាត់ទោសនិងគាំទ្រដោយសុទ្ធចិត្តដល់អ្នកទាំងឡាយដែលមានឆន្ទៈរក្សាវត្ថុផុសតាងនិងស្លាកស្នាមវាលពិឃាតហើយសូមប្រឆាំងយ៉ាងដាច់ខាតចំពោះអ្នកដែលលើកលែងទោសឬចង់អហោសកម្មដល់អ ுக ្រិតជនទាំងនោះអត្ថបទនេះខ្ញុំសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកឪពុកនិងអ្នករងគ្រោះទាំងអស់ដែលស្លាប់ដោយសារនយោបាយឈួតលីលារបស់ពួកអវិជ្ជាខ្មែរក្រហម